កូនត្រីខែព្រៀងខែវិសាបងប្អូនអើយចង់និយាយថាបានត្រីស្រទៅពីជាតិនោះជាតិមានគ្រប់ណាមានក្តាមមានត្រីបងប្អូនមិនថាយើងកប់ត្រីឬមួយក៏យើងស្លមកជួយបងប្អូនសម្រាប់កូនត្រីគឺខ្ញុំស្បងជាមួយម្រះព្រៅហើយកប់ត្រីខ្ញុំគឺខ្ញុំដាក់ជាមួយម្រះព្រៅដែរបងប្អូនចាគឺថាបាសម្រះព្រៅក្រោយផ្ទះខ្ញុំបងប្អូនអើយស្អីក៏មានដែរនិយាយទៅយើងដាំសពគ្រប់ចឹងទៅវាល្អមួយយ៉ាងដែរបងប្អូនពេលយើងត្រូវការស្លពេលណាធ្វើអីពេលណាគឺអត់ចាំបាច់តើទៅផ្សារចឹងខ្ញុំមានជាមួយម្រះព្រៅសក៏មានម្រះព្រៅខ្មៅក៏មានបងប្អូននេះម្រះព្រៅខ្មៅហើយអានេះម្រះព្រៅសយើងបាសជាមួយស្លឹកល្មៀតបងប្អូនខ្ញុំអាំងជាមួយនឹងស្លឹកល្មៀតខ្ញុំយកតែ3សន្លឹកគឺបានពោះត្រីកប់ខ្ញុំវាតិចល្មមដែរបងប្អូននៅខាងខ្ញុំមេឃភ្លៀងបងប្អូនរលឹមណាចាបងប្អូនថ្ងៃហ្នឹងគឺថាប៉ាខ្ញុំគាត់កំងស្លម្ជូរបងប្អូនស្លម្ជូរកាឡាកូនត្រីជាមួយក្តាមចាគាត់នឹកឃើញពីមុនបងប្អូនពីមុនយើងធ្វើស្រែពេលខែដកខែស្ទុំគឺថាស្លម្ជូរបងប្អូនហើយកលានៅតាមព្រៃកាឡាព្រៃបោចបានជាមួយត្រីចង្វាត្រីកប់កូនត្រីទូហ្នឹងគឺថាស្លជាតិឆ្ងាញ់បងប្អូនចឹងគាត់នឹកឃើញហើយក៏អត់នាងខ្ញុំស្លចាចឹងថ្ងៃហ្នឹងខ្ញុំធ្វើការស្លម្ជូរកាឡាជូនគាត់ពិសាបងប្អូនចាសម្រាប់គ្រឿងផ្សំស្លម្ជូរបងប្អូនងាយធម្មតាគឺថាបងប្អូនណាក៏អាចស្លបានដែរបងប្អូនចានេះសម្រាប់គ្រួសារខ្ញុំចាគឺខ្ញុំមានត្រីចង្វាបងប្អូនគឺយើងធ្វើការសម្អាតហើយមានក្តាមបងប្អូនសុទ្ធតែខ្លាញ់ហ្មងហើយអានេះគឺខួរក្តាមខ្ញុំឆ្កឹះពីស្នូកបងប្អូនចាមានរំដេងខ្ទឹមម្ទេសនឹងបងជាមួយម្រះព្រៅហើយនឹងម្ជូរកាឡាបងប្អូនចាអញ្ចឹងតាមដានទស្សនារបស់គ្នាបងប្អូនចាបងប្អូនឥឡូវស្លខ្ញុំគឺថាពុះឲ្យទឹកខ្ញុំធ្វើការជ្រុំជាមួយប្រហុកបងប្អូនជ្រុំម្ជូរអ្វីដែលថាបានគឺប្រហុកចាឥឡូវខ្ញុំធ្វើការបងប្រហុកជាមួយ DJ យ៉ាងហើយបងប្អូនចាបងប្អូនសម្រាប់ស្លម្ជូរមិនថាស្លម្ជូរមិនថាឆាបងប្អូនគឺថាស្លដូចដែលសឹកមួយដងចឹងបងប្អូនវាអត់ខុសគ្នាអីទេចាជ្រុំប្រហុកទឹកពុះហើយខ្ញុំធ្វើការបងជាមួយក្តាមបងប្អូនគឺបងប្អូនមើលក្តាមគឺថាសុទ្ធតែខ្លាញ់ពេញពោះហ្មងណាបងប្អូនខ្ញុំបងជាមួយបន្តិចដោយសារខ្ញុំដាក់ប្រហុកតិចដែរអញ្ចឹងវាស្ទើរទុកជាតិខ្ញុំធ្វើការដាក់ជាមួយនឹងកូនត្រីបងប្អូនគឺថាយើងលាងសម្អាតហើយយើងស្លកូនត្រីបងប្អូនដល់ពេលចឹងមើលអត់ឃើញកូនត្រីឃើញតែក្តាមនេះកូនត្រីបងប្អូនរសជាតិអូខេអញ្ចឹងខ្ញុំធ្វើការបងជាមួយម្ជូរកាឡាបងប្អូនចាយើងហាន់បែបហ្នឹងមកបងមកចាបងប្អូនឃើញពពុះខាងនេះកុំច្រឡំណាអាហ្នឹងខ្លាញ់ក្តាមទេបងប្អូនចាសម្រាប់រសជាតិអូខេអញ្ចឹងខ្ញុំបងខ្លាញ់ក្តាមចូលបងប្អូនបងក្រោយខ្លាញ់ក្តាមដាក់ខាងក្តាមចូលមកបងជាមួយម្រះព្រៅបងប្អូនគឺខ្ញុំធ្វើការដាក់ចុកមុខម្ហូបខ្ញុំហ្នឹងគឺឆ្អិនហើយស្លម្ជូរក្តាមត្រីច្វាបងប្អូនចាបងប្អូនឥឡូវស្លម្ជូរក្តាមត្រីច្វាជាមួយគូក្តាមបងប្អូនបងជាមួយម្ជូរស្ដាំគឺថាម្ជូរកាឡាគឺថាឆ្អិនហើយទៅជាតិបងប្អូនជួយក្តាមណាតែពួកអ្នកគ្នាចាបងប្អូនញ៉ាំបាយទាំងអស់គ្នាលក់មើលស្លម្ជូរកូនត្រីយកកូនម៉ែកូនត្រីយកស្លម្ជូរក្តាមកូនត្រីខែភ្លៀងខែវិសាបងប្អូនអើយខ្ញុំនិយាយថា
បានត្រីស្រទៅពីជាតិនោះទៀតមានព្រោះក្តាមមានក្តាមមានត្រីយើងរុំទឹកទឹកឆ្ងាញ់ចាបងប្អូនអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការឆ្លងចូលចិត្តតាមដានទស្សនាវីដេអូរបស់ខ្ញុំណាកុំភ្លេចជួយ follow page អ្នកមួយហើយនិង subscribe ទៅក្នុង channel YouTube របស់ខ្ញុំផងចាអរគុណច្រើនបាយបាយជួបគ្នាវីដេអូក្រោយ